នេះជាវិធីសាស្ត្រថ្មីពេលដែលយើងអត់មានឆ្នាំងហើយកុំថាខ្ញុំចូលខ្ញុំអីគឺអត់មានឆ្នាំងមែនតើអ្នកទាំងអស់គ្នាបានទៅបេះដូងយកមកធ្វើជាឆ្នាំងហើយដាក់បកងចូលផ្លុកទៅមិនថាបកងតូចបកងធំអីទេអញ្ចឹងវិធីសាស្ត្រនេះគឺបានផលអ្នកទាំងអស់គ្នាឆ្ងាញ់មែនតើទឹកដូងធ្វើជាទឹកហ្មងហើយសាច់ដូងក្នុងហ្នឹងជួយបង្កើនសាច់បកងឲ្យឈ្ងុយឆ្ងាញ់តែម្ដងគាត់ទៅទៅមកពីនេសាទនៅតាមផ្លូវឲ្យសក់សម្បល់ហ្នឹងបងគាត់មកលើកនេះគាត់ទ្រូគាត់តែគាត់ដាក់នៅនឹងបានអីខ្លះហ្នឹងបើកឲ្យមើលមួយនេះអ្នកនរគ្នានេះបកងធម្មជាតិអូយលោតធំល្អណាធម្មជាតិអត់ស្មានធំហ្នឹងមកល្មមមានដោយធំដោយទូចទេនេះគេរកអញ្ចឹងណាអូយយ៉ាលាក់ចំទឹកបាត់ស្បៃអូយបកាយខ្លាំងមែនអញ្ចឹងខ្ញុំសម្រាប់ថាម៉ៅគាត់ទាំងអស់ហើយម៉ៅយកហ្មងស្រួលហើយត្រីជឹងណាមិនតុងអីណាត្រីជឹងនេះត្រីកែងអូហ្នឹងជឹងមើលស្រៀងត្រីលយតិចត្រីនោះតិចណោះមុខវាស្អាតណោះយ៉ាអ្នកចង់មកយកចាយអាចបានណាខែនេះចាស់ល្អហើយនៅខាងគេងរាប់កាយអីសម្បូរណាចាស់ល្អណាអានេះគេយកធ្វើផ្អែមអីហូបឆ្ងាញ់ហូបលេងក៏ឆ្ងាញ់ដែរស្រៀងលុកឆិតបន្តិចស្រៀងថ្នោតបន្តិចអញ្ចឹងអ្នកចង់បានហើយដើមចាក់ហ្នឹងបែបនេះដើមចាក់អ្នកនរគ្នាឥឡូវនេះកំពុងតែពុះចាក់ចែកគ្នាហូបបាទតំណនេះអូយសាច់នេះមកអូយណាញ់វ៉ូសាច់ល្អបាទឥឡូវនេះយើងមានទុកនេសាទមកក្បែរហើយយើងចង់ដឹងគាត់រកបានអីខ្លះយើងសុំចែកគាត់ទុកធ្វើម្ហូបល្ងាចនេះហ្នឹងហើយនិយាយទៅនៅសាំបលនេះអត់សូវខ្វះរបស់ហូបទេរបស់ធម្មជាតិមានច្រើនខែនេះមានបកងមានក្តាមត្រីបែបអ្នកនេសាទគេរកផ្ទាល់អញ្ចឹងណាហ្នឹងហើយគឺសម្បូរមែនតើហើយមានចាក់បើចាក់ខែនេះក៏សម្បូរដែរអ្នកមកចង់ញ៉ាំសើម៉ៅតរេនអីហ្នឹងមានដូចគ្នាគាត់នៅកន្លែងពួកខ្ញុំអត់មានត្រូវជីទៅចការគេផ្លែតហើយឥឡូវអ្នកនេសាទគេមកឲ្យយើងមើលគាត់រកបានអីខ្លះយើងចែកបានអីខ្លះយើងចែកហ្នឹងទៅចាំអារម្មណ៍លេចង្វាគាត់យកដើមម្សៅឆ្នៃជូបានអីខ្លះពុកម៉ៅបានត្រីបងអូយធំម៉េះកងបងបាទឥឡូវនេះអ្នកនេសាទចិត្តល្អគាត់ឲ្យបកងមួយដែលអូធំម៉េះម៉ែនេះបកងអូមួយចង់1គីឡូឲ្យដឹងប៉ុនបាត់ដៃឲ្យដឹងម៉ែធំណាស់បងប្អូនធំជាង2 ថប់ដៃទៅកឹកមើលម៉ែប៉ុណ្ណាណីនេះเอา2ហ្នឹងកំហែកន្លះគីឡូឯងខ្ទង់2កន្លះគីឡូឯង2ហ្នឹងអូអ្នកទាំងអស់គ្នាមើលតែបកងដឹងហើយអំទស្សនាថាខ្ញុំធ្វើម្ហូបអីអ្នកទាំងអស់គ្នាតែការបកងមកគេងរាប់កាយមកគាត់នៅផ្ទល់មកគេងរាប់កាយហ្មងគាត់ចេញនេសាទមានបងសណាញ់មានដាក់លបមកដល់អាចតាក់តងភ័យគេងរាប់កាយទៅខ្ញុំជួយតាក់តងគាត់ឲ្យសម្រាប់បកងគាត់លក់តម្លៃសមរម្យមែនតើដោយសារគាត់រកបានខ្លួនឯងអញ្ចឹងណាអញ្ចឹងអាចមកគាត់បានពូម៉ៅទល់មកគេងរាប់កាយអរគុណច្រើនបងហេងបាយបាយត្រីគាត់បងបានហើយបងតែសណាញ់ណាថៃប៉ុណ្ណេះរួចមកសាឡងនិយាយហ្នឹងហើយយើងបានបកងហើយឥឡូវយើងត្រូវការផ្លែដូងយើងបានបកងហើយយើងត្រូវការផ្លែដូងមួយគាត់មានឆ្នាំងទេយើងមកខានមកយួរមានឆ្នាំងយើងត្រូវការច្នៃបណ្ឌិតអាយូទឹកដៃល្អទៅទឹកដៃល្អអូអញ្ចឹងនេះជាវិធីសាស្ត្រថ្មីនៅពេលដែលយើងអត់មានឆ្នាំងហើយនេះជាឆ្នាំងរបស់យើងគ្រាន់តែដាក់ចក្រានមកហើយសម្រាប់ទឹកគឺជាទឹកដូងផ្ទាល់តែម្ដងយើងមិនបាច់ចាំរកទឹកអីទៀតទេយើងកាត់ទឹកខ្វៀលមកជុំមកមួយធំមកអូពេញបាត់ហើយអូយកាច់អង្គនិយាយថាវាច្រើនពេកច្រើនឡើងអត់ដាក់អត់អស់ណាអូបាទបន្ទាប់ពីចំអិនប្រហែលជា20នាទីអញ្ចឹងយើងមើលទៅវាឃើញចិត្តឈឹងយើងឧបករណ៍ទាំងអស់គ្នាឆ្អិនក្រហមអូសំបែងបើខ្នរតិចមកដើម្បីបើមានជាតិជើអញ្ចឹងបាច់ថែមស្ករទេព្រោះទឹកដូងផ្អែមស្រាប់ហើយអូតយោខ្ទីហុយសែងអូយគេអត់វិធីសាស្ត្រពេលអត់ឆ្នាំងយើងធ្វើអញ្ចឹងបានហូបហើយអ្នកទាំងអស់គ្នាឲ្យតែមានចក្រាននេះឆ្នៃចក្រានបែបមិនក៏បានដែរអូយទៅទៅកោះកងអ្នកសែមបលទៅកោះកងអ្នកសែមបលមិនញ៉ាំអូឆ្ងាយហ่ะអូហ្នឹងមកចាក់អស់ខ្ញុំតែមើល